អាញាធរថៃបញ្ជូនប្រជាពលរដ្ឋខ្មែរជាង80នាក់មកអាញាធរកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឈមនឹងច្រកខ្លងលើបាទស្ដីប្រិមិត្តបាទនៅរុស្ស៊ីម៉ោង 1:13 នាទីថ្ងៃទី 10 ខែកក្កដាឆ្នាំ 2026 បាទភាគីខាងថៃបានបញ្ជូនពលរដ្ឋកម្ពុជាយើងដែលរស់នៅធ្វើការនៅប្រទេសថៃឲ្យវិលត្រឡប់ចូលទឹកដីកម្ពុជាវិញតាមរយៈបាទច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបាទអាជ្ញាធរក៏បានរៀបចំបាទអាហារសម្រន់មានបាយនិងទឹកបរិសុទ្ធដើម្បីជូនដល់បាទប្រជាពលរដ្ឋយើងទាំង83នាក់បាទទាំងប្រុសទាំងស្រីប្រិយមិត្តទាំងអស់គ្នាហើយសូមជម្រាបបញ្ជាក់បន្ថែមកាលពីព្រឹកបាទថ្ងៃទី 10 ខែកក្កដាឆ្នាំ 2026 នេះអាជ្ញាធរកម្ពុជាយើងបានធ្វើការបញ្ជូននិងបណ្ដេញពលរដ្ឋថៃចំនួន79នាក់ឲ្យវិលត្រឡប់ចូលបាទទឹកដីខ្លួនបាទប្រទេសថៃនឹងតាមរយៈច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែតរួចមកហើយមកទល់ម៉ោងនេះបាទម៉ោង 1 បាទនឹង13នាទីអាជ្ញាធរខាងថៃក៏បានធ្វើការបញ្ជូនបាទពលរដ្ឋខ្មែរយើងចំនួន83នាក់ប្រគល់ជូនកម្ពុជាយើងវិញតាមរយៈច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែតបាទសូមពុកម៉ែបងប្អូនបាទជ្រាបជាព័ត៌មានសម្រាប់ថ្ងៃទី 10 ខែកក្កដាឆ្នាំ 2026 នេះខ្ញុំបាទសាវុនបាទរាយការណ៍ចេញពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបាទគឺនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាទអាញាធរថៃបានបញ្ជូនពលករខ្មែរជាង80នាក់ឲ្យអាញាធរកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនារុស្ស៊ីថ្ងៃទី 10 ខែកក្កដាឆ្នាំ 2026 នៅឯក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅពេលទទួលពលករខ្មែរគឺឃើញមានវត្តមានរបស់ឯកឧត្តមប៉ាន់ខែមប៊ុនថនក្រុមការងាររាជរដ្ឋាភិបាលចុងមូលដ្ឋានក្រុងប៉ោយប៉ែតលោកគៀតហុលអភិបាលក្រុងប៉ោយប៉ែតលោកឧត្តមស្រីត្រីអ៊ីចម្រើននាយប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងមន្ត្រីស្ថាប័នពាក់ព័ន្ធផងដែរលោកឧត្តមស្រីត្រីអ៊ីចម្រើនបានឲ្យដឹងថាពលរដ្ឋខ្មែរដែលអាញាធរថៃបញ្ជូនមកអាញាធរកម្ពុជានៅពេលនេះគឺមានចំនួន81នាក់ក្នុងនោះមានស្រី19នាក់និងមានកុមារ11នាក់ទទួលបានអាហារសម្រន់មានបាយនិងនំប៉័ងរួមទាំងទឹកបរិសុទ្ធផងដែរលោកបានបញ្ជាក់ជូនផងដែរថាពលករខ្មែរដែលភាគីថៃបញ្ជូនមកជាង80នាក់នេះគឺជាប់ពាក់ព័ន្ធទៅនឹងអាជីវករលក់ដូរនៅផ្សាររងឃ្លឿប្រទេសថៃចាប់ដោយខុសច្បាប់មានខ្លះទៀតជាពលករខ្មែរដែលធ្វើការនៅឯប្រទេសថៃដោយខុសច្បាប់ត្រូវបានអាញាធរថៃចាប់និងដែលឡែកមួយចំនួនទៀតជាពលករខ្មែរដែលចាញ់បោកបេខ្យល់ឆ្លង
ដែនដែលខុសច្បាប់ត្រូវបានកម្លាំងយោធាថៃចាប់នៅតាមបន្ទាត់ព្រំដែនលោកឧត្តមស្នេហ៍ត្រីអ៊ីចម្រើនបានបញ្ជាក់ជូនផងដែរថាពលករខ្មែរដែលភាគីថៃចាប់បញ្ជូនតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដែលឈមទាំងច្រកខ្លងលឹកប្រទេសថៃក្រោយពីអាជ្ញាធរកម្ពុជាទទួលហើយនោះបានសាកសួរព័ត៌មាននិងប្រកាសជូនបន្តទៅកាន់មណ្ឌលសម្ចតក្រុងប៉ោយប៉ែតដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់លំនៅឋានដោយសុវត្ថិភាពនាងខ្ញុំអែលស្រីនុចពីកម្មវិធី TVFB ប៉ដំណឹងផលិតផលថ្មីបានមកដល់ហើយ JBL Party Box Encore 2